ម៉ាក់ថ្មីថ្មោងពិតជាចង់ដឹងមែនទែនថាសញ្ញាបែបណាខ្លះដែលគាត់នឹងមានសញ្ញាចិត្តសម្រាប់កូនការទន្ទឹងរង់ចាំកូនរយៈពេល9ខែ10ថ្ងៃគឺជាពេលវេលាមួយដ៏យូរហើយចង់ឃើញមុខកូនមែនទែនម៉ាក់ពិតជាចង់ដឹងថាតើសញ្ញាបែបណាខ្លះដែលគាត់គិតថាខ្លួនឯងចិត្តសម្រាប់កូនទី1គឺតាក់ទងជាមួយនឹងគាត់អាចមានសញ្ញាសាមញ្ញដូចជាឈឺចង្កេះឈឺឆ្អឹងខ្នងឬក៏ពេលខ្លះមានសញ្ញាធ្លាក់ធ្ងន់ទៅម្ដុំអាងតិចគាត់ជាដើមមួយវិញទៀតអាចក្នុងករណីខ្លះគាត់អាចមានធ្លាក់ឈាមប្រាឬក៏មានទឹកភ្លោះមកជាមួយហើយក្នុងករណីមួយទៀតអាចក្នុងការដែលគាត់នឹងមានសញ្ញាដូចជាគាត់នឹងមានបែកទឹកភ្លោះមកជាមួយដោយមិនដឹងខ្លួនក៏អាចជាថាបានដែរអញ្ចឹងករណីទាំងអស់ហ្នឹងម៉ាក់គួរតែបញ្ញាប់ជួបជាមួយគ្រូពេទ្យដើម្បីថាតើគាត់នឹងមានសញ្ញាឈឺពោះមែនតើឬអត់មួយវិញទៀតនៅក្នុងករណីខ្លះម៉ាក់ក៏មានការរន្ត្រាក់ស្បូនលក្ខណៈបែបបញ្ឆោតក៏មានដែរអញ្ចឹងបើសិនជាម៉ាក់មានការសង្ស័យឬក៏មានមន្ទិលណាមួយម៉ាក់គួរតែបញ្ញាប់ជួបជាមួយគ្រូពេទ្យជាបន្ទាន់ដើម្បីឲ្យគ្រូពេទ្យឆែកមើលជួបជាមួយខ្ញុំបាទវិជ្ជបណ្ឌិតច័ន្ទសេនេតនៅវីដេអូបន្ទាប់បើសិនបើប្រិយមិត្តមានចម្ងល់ឬក៏មានសំណួរអាចតម្លែងនៅ comment ខាងក្រោមនេះ